បងប្អូនគ្នាកម្ពុជាបានធ្វើការប្រមានថៃចំតែម្ដងពាក់ព័ន្ធទៅនឹងថៃបាទឥឡូវនេះគឺថៃប្រើប្រាស់គ្រឿងចាក់នៅក្នុងការធ្វើរបងនៅតាមបន្ទាត់ព្រំដែនហ្នឹងយ៉ាងសន្ធឹកសន្ធាប់ខ្លាំងមែនទែនបើយើងនិយាយទៅយើងមិនដឹងថាតើថៃបាទទទួលបានបទបញ្ជាពីខាងណាទេអ្វីដែលសំខាន់អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍យើងបានប្រទះហើយថាថៃពិតជាបានប្រើប្រាស់គ្រឿងចាក់បាននៅក្នុងការសាងសង់របងពិតប្រាកដមែនឥឡូវនេះកម្ពុជាបានធ្វើការប្រមានថៃចំតែម្ដងឲ្យបញ្ចប់ជាបន្ទាន់ដែលទង្វើរបស់ថៃនេះកំពុងតែរំលោភទៅលើកិច្ចព្រមព្រៀងបាទពាក់ព័ន្ធទៅនឹងបើសិនជាឥឡូវនេះកម្ពុជានិងថៃកំពុងតែមានចំនួននេះបើយើងអត់មានកិច្ចព្រមព្រៀងជាមួយគ្នាណាមួយកុំប៉ះពាល់គេហៅថាដីកំពុងតែមានចំនួនបាទក៏ប៉ុន្តែថៃអាបញ្ហាព្រំដែនបាទមិនទាន់នឹងចុះកិច្ចព្រមព្រៀងជាមួយគ្នាស្រួលបួរផងហើយដីយើងបានកំណត់ឲ្យថាមិនថាតែថៃមិនថាតែកម្ពុជាទេបាទហាមធ្វើអ្វីទាំងអស់ក៏ប៉ុន្តែថៃហាក់ដូចជាមិនស្ដាប់តតែសោះកម្ពុជាស្ងាត់ក៏ប៉ុន្តែខាងថៃអត់ស្ងាត់អត់ដឹងថាមានមូលហេតុអ្វីអញ្ចឹងគាត់ថារឿងរ៉ាវទាំងអស់នេះកម្ពុជាតវ៉ាខ្លាំងមែនទែនពាក់ព័ន្ធទៅនឹងស្ថានភាពនៅព្រំដែនរវាងកម្ពុជានិងថៃបាទឥឡូវនេះកំពុងតែឡើងកម្ដៅសារជាថ្មីបងប្អូនគ្នាក្រោយយោធារបស់ថៃបានបន្តធ្វើសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរដោយបើកគ្រឿងចាក់ឈូសឆាយធ្វើផ្លូវថ្មីនិងរាយបន្លាលុះចូលមកកាន់ទឹកដីនៃប្រទេសកម្ពុជាដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យដែលនេះគឺជាទង្វើឯកតោភាគីបានបង្ខំឲ្យរដ្ឋាភិបាលរបស់កម្ពុជាចេញនូវសេចក្តីតវ៉ាសារជាថ្មីបាទនឹងក្តៅគគុកមួយដើម្បីការពារនៅដែនដីអធិបតេយ្យភាពនិងមរណភាពរបស់ប្រទេសកម្ពុជាអញ្ចឹងកម្ពុជានៅតែតវ៉ាបើមិនឲ្យតវ៉ាយ៉ាងម៉េចបើវាប្រើបន្លាលួសជាស្រ័យវាប្រើប្រាស់គ្រឿងចាក់ហើយនឹងបន្លាលួសធ្វើលបងទាំងដែលយើងអត់ទាន់មានឯកសារឬក៏កិច្ចព្រមព្រៀងជាមួយគ្នាផងហ្នឹងហើយយោងទៅតាមការប្រកាសព័ត៌មានជាផ្លូវការរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាចុះនៅថ្ងៃទី22បាទខែកក្កដាឆ្នាំ2026កន្លងទៅនេះបាទបានលាតត្រដាងថាសកម្មភាពពាក់ព័ន្ធទៅនឹងការរំលោភបំពានផ្លូវច្បាប់របស់យោធារបស់ថៃបានកើតឡើងនៅទីតាំងចំនួន2បងប្អូនអ្នកគ្នាហើយករណីទី1កើតឡើងនៅចន្លោះថ្ងៃទី13ដល់ថ្ងៃទី15ខែកក្កដាដែលកងកម្លាំងប្រដាប់អាវុធរបស់ថៃធ្វើសកម្មភាពឈូសឆាយដីលើផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ8និងលេខ9បាទចន្លោះថ្ងៃទី15រហូតដល់ថ្ងៃទី19ខែកក្កដាយោធារបស់ថៃបាទថាយោធារបស់ថៃក៏បន្តរំលោភបំពានជាលើកទី2ដោយប្រើប្រាស់គ្រឿងចាក់ឈូសឆាយដីបាននឹងរាយបន្លាលួសយ៉ាងកក្លឿននៅចន្លោះបង្គោលព្រំដែនលេខ19និងលេខ20ក្នុងតំបន់ជប់ដើមខ្នុរសង្កាត់កូនគៀលក្រុងសំរោងបាទខេត្តឧត្តរមានជ័យដែលមានទីតាំងទាំងអស់នេះស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជារបស់យើងយ៉ាងច្បាស់កន្លែងតែម្ដងយកទៅតាមប្រភពព័ត៌មានដដែលរដ្ឋាភិបាលរបស់កម្ពុជាបានចាត់ទុកសកម្មភាពទាំងនេះថាជាការរំលោភបំពានបាទយ៉ាងធ្ងន់ធ្ងរជាពិសេសទៅលើដែនដីអធិបតេយ្យភាពនិងមរណភាពរបស់ប្រទេសកម្ពុជាដែលត្រូវបានខណ្ឌសីមានិងកំណត់យ៉ាងត្រឹមត្រូវទៅលើផែនទីបាទដែលហៅថាຂ្នាត1 លើ 200,000របស់គណៈកម្មការព្រំដែនបារាំងសៀមបាទចុះកិច្ចព្រមព្រៀងជាមួយគ្នាហើយក៏ប៉ុន្តែថៃបាទរំលោភបំពានមកកាន់កម្ពុជាយើងខ្លាំងមែនទែនសូមបញ្ជាក់ថាសកម្មភាពឯកតោភាគីរបស់ថៃក៏បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើមាត្រា5នៃអនុសារណៈពាក់ព័ន្ធទៅនឹងការយោគយល់គ្នាឬក៏គេហៅថា MOU 2000ស្តីអំពីការស្ទង់មតិនិងការខណ្ឌចែកសីមាព្រំដែនគោកដែលហាមដាច់ខាតមិនឲ្យភាគីណាធ្វើការផ្លាស់ប្ដូរនៅបរិវេណពាក់ព័ន្ធទៅនឹងតែបន្ទាល់ព្រំដែនមុនពេលគណៈកម្មការចម្រុះដែលហៅកាត់ថា JBC បាទសម្រេចនោះទេក៏ប៉ុន្តែថៃវាប្រហើនបងប្អូនអ្នកគ្នាមិនដឹងថាវាអាងកម្លាំងរបស់វាឬក៏មិនបានជាវានៅតែបន្តបែបនេះបាទអញ្ចឹងសម្រាប់ព័ត៌មានបងប្អូនអ្នកដឹងថាថៃវាប្រហើនជាមួយនឹងខ្មែរយើងខ្លាំងមែនទែនបើនិយាយទៅគេហៅថាថៃបំពេញផ្លូវច្បាប់បាទដាក់កម្ពុជាបើទោះបីជាកម្ពុជាយើងតវ៉ាយ៉ាងណាក៏ដោយក៏ថៃហាក់មិនស្ដាប់សូម្បីតែបន្តិចបាទអញ្ចឹងឥឡូវនេះកម្ពុជារបស់យើងនៅតែទទូចពាក់ព័ន្ធទៅនឹងឲ្យថៃត្រូវតែគោរពច្បាប់ទៅលើបញ្ហានេះហើយឥឡូវនេះកម្ពុជារបស់យើងតវ៉ាខ្លាំងហើយយើងសង្ឃឹមថាថៃនឹងគោរពច្បាប់ផងព្រោះឯងយើងបាននិយាយគ្នាថាបើសិនជាព្រំដែននឹងកំពុងតែមានចំនួនយើងអត់ត្រូវធ្វើអីទេភាគីណាក៏ដោយមិនថាតែថៃមិនថាតែកម្ពុជាក៏ប៉ុន្តែយើងឃើញថាថៃអត់ស្ដាប់នរណាទេបងប្អូនគឺថៃបន្តធ្វើសកម្មភាពយ៉ាងកក្លឿនបាទជាពិសេសគឺប្រើបន្លាលួសទៅទៀតអូខេអរគុណច្រើនតែសម្រាប់ការតាមដាននិងទស្សនារបស់ប្រិមិត្តណាបាទយើងសូមបញ្ចប់ព័ត៌មានត្រឹមតែប៉ុណ្ណឹងហើយយើងចាំមើលថាចំណាត់ការរបស់ខាងក្រសួងឬក៏រដ្ឋាភិបាលរបស់យើងយ៉ាងណាយើងនឹងអាប់ដេតព័ត៌មាននេះបន្តនឹងចែករំលែកទៅកាន់ប្រិមិត្តពុកម៉ែបងប្អូនបន្តទៀតកន្លែងនេះខ្ញុំបាទសូមគោរពនឹងជម្រាបលា